đó nè ấy lớnនេះក៏ពុំតែមានការប្រជុំធំមួយនៅព្រៃ Amazon កំពូលអ្នកដឹកនាំជាច្រើនក៏ទៅចូលរួមដែរការប្រជុំហ្នឹងគឺមានឈ្មោះថា COP30 តើ COP ជាភាសាខ្មែរគេថាម៉េចហើយវាគឺជាអ្វី COP ឬក៏ Conference of the Party ជាភាសាខ្មែរអាចហៅបានថាសន្និសីទភាគីវាគឺជាសន្និសីទរបស់អង្គការសហប្រជាជាតិដែលប្រមូលផ្ដុំអ្នកពាក់ព័ន្ធគ្រប់ប្រទេសទាំងអស់មកជួបគ្នាជារៀងរាល់ឆ្នាំដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុហើយឆ្នាំនេះគឺគេធ្វើនៅប្រេស៊ីលក្រសួងបរិស្ថានរបស់យើងក៏ទៅចូលរួមដែរតែមានឆ្ងល់ថាពេលទៅប្រជុំចឹងគេនិយាយពីអីគេណោះពេលទៅដល់សន្និសីទភាគីគឺប្រទេសនីមួយៗនឹងចូលរួមពិភាក្សាពីជំហានផ្សេងៗដែលយើងអាចចូលរួមក្នុងការដោះស្រាយប្រយុទ្ធប្រឆាំងជាមួយការប្រែប្រួលអាកាសធាតុឧទាហរណ៍តើគោលដៅដែលយើងបានដាក់ហ្នឹងមានបានធ្វើអត់ធ្វើតនពេលវេលាអត់គ្រប់គ្រាន់ហើយនៅយើងបានធ្វើអីគេខ្លះទប់ស្កាត់ការឡើងកម្ដៅភពផែនដីយើងបានធ្វើអីគេខ្លះបន្ស៊ាំខ្លួនទៅនឹងផលប៉ះពាល់របស់វាជាពិសេសតើនរណាជាអ្នកទិញលុយធ្វើរឿងទាំងអស់ហ្នឹងខ្ញុំមាន quiz អ្នកឈ្នះនឹងទទួលបានសៀវភៅវិជ្ជានៅក្រុមអាកាសធាតុនេះមួយក្បាលណាមិញហ្នឹងយើងបាននិយាយពីការប្រជុំដោះស្រាយរឿងការប្រែប្រួលអាកាសធាតុតែអ្នកមើលមានដឹងអត់ថាអាកាសធាតុហើយនឹងធាតុអាកាសខុសគ្នាមកយើងនឹងបកស្រាយបន្ថែមនៅភាគក្រោយតែឥឡូវហ្នឹងឆ្លើយសិនណា